知道。លោកយ៉ាងយោលោកយ៉ាងយោខ្ញុំនឹងទៅមន្ទីរពេទ្យជាមុនសិនទេស្ដាប់ខ្ញុំគ្មានពេលនៅសល់ទេទៅក្រុមហ៊ុនជាមុនសិនតាខ្ញុំអាចទៅមន្ទីរពេទ្យដោយខ្លួនឯងបានយ៉ាងលឿនបន្ទាប់ពីវាចប់ហើយសូមទៅមន្ទីរពេទ្យជាបន្ទាន់មន្ទីរពេទ្យកំពុងស្វែងរកអ្នកនឹងខ្ញុំយន្តឡៃបានបណ្ដាលឲ្យមានអ្នកស្លាប់ហើយនៅមាន3អ្នកទៀតផ្ទាល់ខ្លួនខ្ញុំគិតថា KJN គឺខ្លាចនឹងត្រឡប់មកវិញហើយប្រឈមមុខនឹងការបរាជ័យខ្ញុំចង់ទូទាត់សង្វារបន្ទាប់ពី4ម៉ោងការបំពេញបន្ថែមចំណុចខ្វះខាតគឺជាកិច្ចការដ៏ល្ងង់ខ្ញុំគិតថាយើងគួរតែប្រញាប់ហើយបញ្ចប់ក្តីសុបិននេះភាគហ៊ុនរបស់នាងត្រូវបានទិញមកវិញនិងត្រូវអ្នកទាំងអស់គ្នាឲ្យត្រឡប់ទៅផ្ទះវិញហើយសូមឲ្យពួកគេរស់ឡើងវិញដោយរស់ដោយការរំពឹងទុកមិនមានប្អូនស្រីតូចណាម្នាក់ដែលធំពេកទេអ្នកពិតជាមានភាពក្លាហានមែនអ្នកបានចាញ់ហើយទោះបីជាគាត់ធ្វើដូច្នោះក៏ដោយតែគាត់ហ៊ានត្រឡប់មកវិញហើយប្រឈមមុខនឹងវិរៈនៃស្ថានសួគ៌និងផែនដីប៉ុន្តែចាញ់ដោយឥតប្រយោជន៍ភាគហ៊ុនដែលឪពុកម្ដាយរបស់អ្នកបានទុកឲ្យអ្នកសូមអភ័យទោសអ្នកទាំងអស់គ្នាខ្ញុំបានបញ្ចប់កិច្ចព្រមព្រៀងរួចហើយខ្លឹមសារនៃវប្បធម៌ទេសភាពពេលយប់អ៊ីតាលីនិងហ្គោអ្នកបានចាញ់វាមិនអាចទៅរួចទេដែលកិច្ចព្រមព្រៀងភ្នាល់នេះគ្រាន់តែជាក្រដាសមួយសន្លឹកតើអ្នកទាំងអស់គ្នាចង់និយាយអ្វីទៀតក្មេងស្រីភីឆ្គុំគិតថាអ្នកឈ្នះអ្នកអាចគ្រប់គ្រងខើជាបានឈើជាគ្រាន់តែជាស្ត្រីម្នាក់វាមិនអាចទៅរួចទេអនុញ្ញាតឲ្យអ្នកទទួលយកអ្វីដែលយើងបានបាត់បង់គាំទ្រអ្នកតើអ្នកពិតជាគិតយ៉ាងណាទៀតរ៉េងយាយអាចជួយអ្នកបានទោះបីជាអ្នកចាញ់ក៏ដោយខ្ញុំនៅតែប្រធានក្រុមហ៊ុន Venue Group និងលីនយេអ្នកត្រូវបានបណ្ដេញចេញកាន់កាប់ភាគហ៊ុន 2% នៃក្រុមហ៊ុនតើអ្នកមានសិទ្ធិអ្វីខ្លះជាមួយភាគហ៊ុន10ខ្ញុំត្រូវបានបណ្ដេញចេញពីការងារដោយសារតែការលេចធ្លាយព័ត៌មានសំខាន់របស់ក្រុមហ៊ុនការកេងប្រវ័ញ្ចថវិកាសាធារណៈយ៉ាងច្រើនអ្នកអាចនៅជាមួយក្រុមហ៊ុនបានប៉ុន្តែរឿងនេះវាមិនសំខាន់ទេឆ្មាសូមបើកឡានដោយថ្នមរ៉េងយាយប្រញាប់ឡើងរ៉េងយាយប្រញាប់ឡើងចង្អោឆេងយាយ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 ធ្វើម៉េចបានលោកឆេងយាយជីតើខ្ញុំគួរធ្វើអ្វីជាមួយនេះតើនេះជាអ្នកណាឯងត្រឡប់មកវិញលឿនម្ល៉េះតើពួកគេបានទៅណាយើងបានស្វែងរកគ្រប់ទីកន្លែងហើយអ្នកមិនឃើញនៅតាមមន្ទីរពេទ្យណាមួយទេខ្ញុំគ្រាន់តែភ្លេចរីកាវាពេលខ្ញុំត្រឡប់មកផ្ទះវិញឥឡូវនេះមានសុវត្ថិភាពហើយដូច្នេះអ្នកអាចទៅមុនបានរបួសរបស់អ្នកសំខាន់ណាស់វាមិនសំខាន់ទេការប៉ះចំណុចសំខាន់នឹងមិនសម្លាប់ខ្ញុំទេចិត្តណាខុសហើយសួស្ដីតើអ្នកជានរណារាងកាយរបស់មនុស្សម្នាក់នេះមើលទៅសាំណាស់អូយអូនសម្លាញ់អូនមានសំណាងណាស់ដែលនៅរស់អាហាអ្នកជានរណាខ្ញុំឈ្មោះលីងខ្ញុំគោរពប្រតិបត្តិទាំងភាសានិងតំបន់ទំនាបកណ្ដាលការគេងលក់ស្រួលពេញមួយយប់នឹងជួយបានតាំងពីលោកតាមកបន្ទាប់ពីលោកតាបានព្យាបាលរបួសរបស់ខ្ញុំសមត្ថភាពរបស់ខ្ញុំកម្លាំងនៃការវាយប្រហារហាក់ដូចជាមានស្ថិរភាពច្រើនទោះបីជាមានរបួសដោយសារគ្រាប់កាំភ្លើងក៏ដោយយ៉ាងមិនអីទេដូចហេជេដាយ៉ូស៊ីគឺជាអាហារបំពន់វាហាក់ដូចជាគាត់មកពីពេលនោះសូម្បីតែបន្ទាប់ពីត្រូវបានអគ្គិសនីក៏ដោយវានៅតែត្រូវបានគេហៅថារ៉ាប់ស្មើមកទីនេះហើយជួយគាត់ឃើញទេវាមិនអីទេអ្នកអាចបន្តទៅមុខទៀតបានឥឡូវនេះផ្លុំសក់ឲ្យស្ងួតដើម្បីឲ្យជំងឺផ្ដាសាយត្រូវបានព្យាបាលដោយគ្រាប់កាំភ្លើងលោកខើរបួសរបស់លោកបានជាសះស្បើយលឿនណាស់
អ្នកបានហៅខ្ញុំមកដូច្នេះសូមផឹកអ្វីមួយសិន